លោកស្រីអ្នកនាងកញ្ញាទូទាំងនិកជនជាទីគោរពកាលពីសប្តាហ៍មុនកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីអំពីកម្មវិធីប្រមត្តនក្រោមប្រធានបទវិធានការនិរន្តរ័យបានផ្សាយជូនលោកអ្នកនាងឲ្យបានជ្រាបហើយនៅកិច្ចពិភាក្សានៅវគ្គទី1ចា៎នៅក្នុងថ្ងៃនេះសូមអញ្ជើញលោកតាមដានទស្សនាកិច្ចពិភាក្សារបស់យើងនៅវគ្គទី2ជាបន្តទៀតពោះជនដែលត្រូវចោតហ្នឹងនៅក្នុងឱកាសដែលគេស្ថិតនៅក្នុងការឃុំខ្លួនជាបណ្ដោះអាសន្នតើអាចមានសិទ្ធិសូមចេញពីក្រៅឃុំនេះដែរទេសូមអញ្ញាបញ្ជាក់ជូនថាជាគោលការណ៍គឺសេរីភាពការឃុំខ្លួនបណ្ដោះអាសន្នគឺជាករណីពិសេសនឹងអាចសម្រេចបានតែក្នុងស្ថានភាពចាំបាច់ដែលក្នុងត្រូវបំពេញលក្ខខណ្ឌហើយស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌអញ្ចឹងទោះបីជាក្រោយពេលដែលមានការសម្រេចឃុំខ្លួនបណ្ដោះអាសន្នក៏ដោយនៅក្នុងពេលឃុំខ្លួនបណ្ដោះអាសន្ននេះគឺអាចមានវិធានការបើចៅក្រមយល់ឃើញថាចាំបាច់គាត់អាចសម្រេចឲ្យនៅក្រៅឃុំបានតើអាចសម្រេចនៅក្រៅឃុំនេះអាចធ្វើឡើងតាមវិធីណាខ្លះចា៎ក្នុងក្រមនេះបានចែងបញ្ជាក់ជូនចំពោះករណីនេះទៅលើ3ចំណុចគឺពាក់ព័ន្ធជាមួយបុគ្គលដែលអាចស្នើសុំឲ្យមានការដោះលែងនៅក្រៅឃុំទី1គឺយើងអាចសម្ដៅទៅដល់ជនត្រូវចោទដែលត្រូវបានចៅក្រមសម្រេចឃុំខ្លួនចា៎គាត់អាចស្នើសុំឲ្យចៅក្រមស៊ើបសម្រេចថាឲ្យគាត់នៅក្រៅឃុំវិញបានទី2គឺព្រះរាជអាជ្ញាផ្ទាល់ក៏គាត់អាចស្នើសុំបើគាត់យល់ឃើញថាចាំបាច់ស្នើសុំទៅចៅក្រមស៊ើបសួរតាមបណ្ដឹងសុំហ្នឹងគឺបណ្ដឹងសុំឲ្យនៅក្រៅឃុំបានចា៎ទី3គឺចៅក្រមស៊ើបសួរខ្លួនឯងនេះបើគាត់យល់ឃើញថាมันគួរឬមួយក៏បាត់លក្ខខណ្ឌសម្រាប់ធ្វើការឃុំខ្លួនបណ្ដោះអាសន្នហើយគឺគាត់អាចសម្រេចនៅគ្រប់ពេលទាំងអស់នៃនីតិវិធីរបស់គាត់ហ្នឹងសម្រេចឲ្យជននោះនៅក្រៅឃុំបានប៉ុន្តែរាល់ដំណាក់កាលនៃការសម្រេចទាំងអស់ត្រូវឆ្លងកាត់តាមនីតិវិធីមួយគឺការជុំដំណឹងគ្នាទៅវិញទៅមកដើម្បីមានការផ្ដល់យោបល់ជំវិញពាក់ព័ន្ធនឹងការសម្រេចនៅក្រៅឃុំចា៎ជាទូទៅនៅពេលដែលបានទទួលបណ្ដឹងសុំឲ្យនៅក្រៅឃុំក៏ដូចជាពាក្យសុំឲ្យនៅក្រៅឃុំនេះគឺជាក្រមស៊ើបសួរគាត់អាចសម្រេចមិនមែនមានតែសុំទៅគ្រប់ករណីទាំងអស់គាត់សម្រេចតាមទេអញ្ចឹងពេលខ្លះគាត់អាចសម្រេចមិនព្រមឲ្យនៅក្រៅឃុំចា៎ពេលខ្លះក៏គាត់អាចសម្រេចឲ្យនៅក្រៅឃុំដែរសេចក្តីសម្រេចឲ្យនៅក្រៅឃុំនេះជាគោលការណ៍មិនមានអនុភាពអនុវត្តភ្លាមទេជាគោលការណ៍មិនមានអនុភាពអនុវត្តភ្លាមទេគឺត្រូវរងចាំរយៈពេលនៃការប្តឹងឧទ្ធររបស់ព្រះរាជអាជ្ញានិយាយម្យ៉ាងទៀតថាជននោះទោះបីមានដីកាសម្រេចឲ្យនៅក្រៅឃុំក៏ដោយក៏ជននោះមិនអាចចេញពីពន្ធនាគារឬមួយក៏មណ្ឌលឃុំខ្លួនបានភ្លាមទេត្រូវរងចាំឲ្យព្រះរាជអាជ្ញាពិនិត្យសិនគឺបានន័យថាទុកសិទ្ធឲ្យព្រះរាជអាជ្ញាធ្វើការប្តឹងតវ៉ាគឺប្តឹងនៅក្នុងក្របខ័ណ្ឌនៃការប្តឹងឧទ្ធរហើយដែលរយៈពេលអីយ៉ាងនេះយើងអាចពិភាក្សានេះពេលក្រោយទៀតអញ្ចឹងក្នុងរយៈពេលនៃការប្តឹងឧទ្ធរនេះគឺជាទូទៅជននោះមិនអាចត្រូវបានដោះលែងនៅក្រៅឃុំទេលើកលែងតែព្រះរាជអាជ្ញាគាត់យល់ព្រមជាលិលាអក្សរឲ្យជននោះនៅក្រៅឃុំបាទបើពុំដូច្នោះទេគឺជននោះត្រូវនៅក្នុងឃុំរហូតដល់ផុតរយៈពេលប្តឹងឧទ្ធរដែលជាទូទៅគឺមានរយៈពេល5ថ្ងៃបើសិនជាព្រះរាជអាជ្ញាគាត់សម្រេចធ្វើការប្តឹងឧទ្ធរក្នុងរយៈពេលដែលច្បាប់បានកំណត់ជននោះត្រូវរក្សាទុកក្នុងការឃុំខ្លួនរហូតដល់សភាស៊ើបសួរដែលមានសមត្ថកិច្ចដើម្បីពិនិត្យដោះស្រាយលើបណ្ដឹងឧទ្ធររបស់ព្រះរាជអាជ្ញាតាក់ទងការឃុំខ្លួនបណ្ដោះអាសន្ននោះរហូតដល់សភាស៊ើបសួរគាត់សម្រេចតាក់ទងជាមួយនឹងបណ្ដឹងឧទ្ធរនោះចប់សពគ្រប់ទើបជននោះអាចគិតថាគាត់អាចនៅក្រៅឃុំឬមួយក៏មិនអាចនៅក្រៅឃុំប៉ុន្តែមានករណីពិសេសមួយដែលខ្ញុំសូមអនុញ្ញាតធ្វើការកត់សម្គាល់ជូនគឺពាក់ព័ន្ធជាមួយនឹងការសម្រេចឲ្យនៅក្រៅឃុំទៅតាមគំនិតផ្ដាំផ្ទាល់របស់ចៅក្រមស៊ើបសួរយើងយល់ឃើញថាពេលខ្លះមានការចាំបាច់ហើយគាត់យល់ឃើញថាហេតុផលនៃការឃុំខ្លួនលែងមានគាត់អាចសម្រេចឲ្យនៅក្រៅឃុំដោយខ្លួនឯងបានអត់ចាំបាច់មានបណ្ដឹងសុំទេប៉ុន្តែករណីគាត់ត្រូវជូនដំណឹងទៅព្រះរាជអាជ្ញាហើយនឹងភាគីពាក់ព័ន្ធដទៃផ្សេងទៀតប៉ុន្តែជាទូទៅគឺទៅព្រះរាជអាជ្ញាដើម្បីព្រះរាជអាជ្ញាគាត់ផ្ដល់យោបល់តាក់ទងករណីនេះបើសិនជាករណីបន្ទាន់នៃការសម្រេចនៅក្រៅឃុំត្រូវមានអនុភាពអនុវត្តភ្លាមក្នុងករណីបន្ទាន់គឺត្រូវដោះលែងជននោះភ្លាមបើពុំដូច្នោះទេបើមិនបន្ទាន់ទេត្រូវអនុវត្តទៅតាមក្របខ័ណ្ឌច្បាប់ដែលខ្ញុំបានបញ្ជាក់ជូនមុននេះបន្តិចថាត្រូវរងចាំឲ្យផុតរយៈពេលប្តឹងឧទ្ធរលើកលែងតែព្រះរាជអាជ្ញាគាត់យល់ព្រមជាលិលាអក្សរហើយដែលការយល់ព្រមត្រូវដាក់បញ្ចូលក្នុងសំណុំរឿងនៃនីតិវិធីហ្នឹងថាឲ្យនៅក្រៅឃុំហ្នឹងជាករណីបន្ទាន់ឧទាហរណ៍ដោយសារមូលហេតុសុខភាពជាដើមឡាហ្នឹងគឺតាក់ទងបញ្ហានេះជុំវិញតាក់ទងករណីនេះពាក់ព័ន្ធជាមួយនឹងការឃុំខ្លួនបណ្ដោះអាសន្នទាំងមូលនេះតែម្ដងខ្ញុំសូមអនុញ្ញាតបញ្ជាក់ជូនផងដែរថាអ្វីដែលបានបញ្ជាក់ជូននៅខាងដើមនេះគឺតាក់ទងទៅនឹងផ្លូវធម្មតានៃការឃុំខ្លួនបណ្ដោះអាសន្នហើយដែលមានការបញ្ជាក់ហេតុផលថាមូលហេតុអីទើបចៅក្រមស៊ើបសួរអាចសម្រេចឃុំខ្លួនបណ្ដោះអាសន្ន
miền lệ khán miền mù hét miền crop khăn thời đạo liệt bạc lò còn đây miền chấm nói bị say mùi để nhầm sông bị chạy chun thà tí mùi cứ ca không luôn tỏ son ní để nhầm bị chạy chun hàng đám thì chỉ ca chạm bách sầm rạp được ná cá sớp sù chẳng chỉ cô cá nơi p đại trời crom bắt ca sớp sù để dương ban bộ bị xa pi cầm thi lượng môn nút nơi p bắt ca sớp sù chỉ cô cá đầy ca đồng nọ sải trời crom sớp sù có phơi đầy ca nọ sải bắt ca sớp sù để ca đồng nọ sải nó cứ miên ăn là phép bành chóp vì thiên ca đi tìm đòn chẳng hai bàn gì nhầm bị chạy hàng đám thá ca không luôn đó việc cứ chỉ thiên ca chạm bách sầm rạp được ná cá để ca sớp sù để làm phơi speak của bạn bị chạy chun này chẳng là pk sớp sù chóp thiên cá thôi chóp này còn tay miền cạn này bị xe trong thả mạch bởi sân chiều thoi chạy crom sớp sù quạt rộc khuyên tham miền rột để trâu bị chun tới chùm nông chùm rẻ hỏi tập pk bị chun tới chùm rẻ để chi bọc hết pk nó sai mũi nữa trâu bệnh chóp bị thiên ca này ca không đúng đó xón chẳng miền này chun nó cái không chẳng chun nó ai rót cây luồn chẳng crom ní có bàn chày từ lưa cạn này đi phòng này cứ bàn cháy tha nơi p đây chạy crom sầm rách không pk nó sai đó tam sức đây sầm rách mũi đầy lay chạy crom sớp sú quạt ai phước đây sầm rách bị xe muối rẽ xa chôn nút ở thật nó không ca không dùng đào xón rồi hốt đọc phía sau và nà cả hai đại chỉ tu tới dạ pê nó cứ cầm nót mình ơi lướt phí buồn khai lòi chẳng chỉ tu tới sau và nà cá tới phước là không dạ pê buồn khai cào pê đã chạy crom sầm rách bờ pum được cho té chôn nút nâng tới đó lấy ở nơi cào không tại aiได้ចំណុចនេះក៏មានបច្ចៈជូនផងដែរនៅក្នុងក្របនីតិវិធីព្រំប្រទានយើងគឺក្នុងមាត្រា249គឺចែងពីករណីនេះចំណុចកត់សម្គាល់មួយទៀតតើតងជាមួយការគុំរំដោះសនដែលខ្ញុំចង់បញ្ជាក់ជូនផងដែរថាអ្វីដែលខ្ញុំបញ្ជាក់ជូនពីខាងដើមមិញគឺជាការគុំរំដោះសនតាមផ្លូវធម្មតាដែលជាទូទៅត្រូវយកទៅតាមក្របខ័ណ្ឌដែលមានចែងនោះគឺមាត្រា203 204និងមាត្រា205ដែលចែងពីមូលហេតុប៉ុន្តែមានករណីពិសេសមួយដែលជាក្រុមស៊ើបសួរគាត់មិនចាំបាច់យោងតាមមាត្រា205ករណីពិសេសនោះគឺតកតងការសម្រេចគុំរំដោះសននៅក្នុងករណីដែលជនត្រូវចោទគាត់បានបំពេញទៅលើកាតព្វកិច្ចណាមួយដែលជាវិធានការនៃការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការមានន័យថាម៉េចចៅក្រមពេលចាប់ផ្ដើមនីតិវិធីគាត់អត់សម្រេចឃុំខ្លួនទេគាត់សម្រេចវិធានការនៃការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការហើយតែបន្តិចទៀតនេះនឹងធ្វើការបកស្រាយលម្អិតតកតងវិធានការនេះហើយក្រោយមកវិធានការនេះមានដាក់កាតព្វកិច្ចមួយចំនួនស្រាប់តែជននោះគាត់បំពេញកាតព្វកិច្ចតែពេលគាត់បំពេញកាតព្វកិច្ចចៅក្រមស៊ើបសួរអាចជំនួសវិធានការនោះដោយការឃុំរំដោះសនតែម្ដងដោយមិនបាច់យោងតាមមូលហេតុមាត្រា205ទេបាទអញ្ចឹងសូមអនុញ្ញាតធ្វើការបញ្ជាក់ជូនចុងក្រោយទាក់ទងការឃុំរំដោះសននេះខ្ញុំសូមជម្រាបសួរសំណួរមួយទៀតច្បាស់អាដាមចំពោះជនដែលត្រូវចោទដែលគេត្រូវសុំដីកាដើម្បីនៅក្រៅឃុំតើគេមានការធានាអ្វីខ្លះដែរមុនទើបអាចចេញបានជាទូទៅក្នុងក្របខ័ណ្ឌច្បាប់នេះមិនបានចែងអំពីការធានាផ្សេងតាក់ទងការនៅក្រៅឃុំនេះទេប៉ុន្តែមានមូលហេតុដែលចងនៅក្នុងមាត្រា205សូមអនុញ្ញាតបញ្ជាក់ជូនថាមាត្រា205នេះបានចែងនៅមូលហេតុចំនួន6យ៉ាងឧទាហរណ៍ថាដើម្បីធានារក្សាជនត្រូវចោទទុកជូនតុលាការចាត់ការតាមនីតិវិធីក្នុងចំណុចទី4អញ្ចឹងយើងឃើញហេតុអីបានជាចៅក្រមស៊ើបសួរគាត់សម្រេចឃុំខ្លួនពេលនេះដោយសារជននេះអាចរត់គេចខ្លួនជននេះអាចរត់គេចខ្លួនអញ្ចឹងបើសិនជាជននោះមានការធានាបញ្ជាក់ថាជននោះនឹងមិនរត់គេចខ្លួនទេដោយមានការដាក់នៅមូលដ្ឋានធានាផ្សេងហើយធានានេះគឺជាក្រុមស៊ើបសួរជាអ្នកវាយតម្លៃតែម្ដងបើមានមូលដ្ឋាននឹងច្បាស់លាស់ចៅក្រមយល់វិញថាមូលហេតុដែលគាត់ឃុំខ្លួននេះចំណុចទី4វាលែងមានហើយដោយសារមានការធានាបញ្ជាក់ច្បាស់ហើយធានាហ្នឹងគឺមានការជឿជាក់ថាគាត់មិនរត់គេចខ្លួនទេអញ្ចឹងជននោះអាចចៅក្រមអាចសម្រេចឲ្យនៅក្រៅឃុំបានក៏ដូចគ្នាដែរចំពោះករណីមូលហេតុនៅចំណុចដទៃផ្សេងទៀតដែរគឺពាក់ព័ន្ធជាមួយនឹងមាត្រា205បើសិនជាមូលហេតុទាំងអស់នោះវាលែងចាំបាច់បានន័យថាដំបូងនិយាយថាចាំបាច់ដោយសារមូលហេតុទាំងអស់នេះបើមូលហេតុនេះវាលែងមានបានន័យថាការឃុំខ្លួនលែងចាំបាច់បើលែងចាំបាច់គាត់អាចសម្រេចឲ្យនៅក្រៅឃុំបានសូមអរគុណហើយជាបន្តទៅនេះខ្ញុំសូមជម្រាបអាដាមប៊ុនហ៊ុនចាជម្រាបជូនទស្សនិកជនដោយលម្អិតតកតងទៅនឹងការឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការដោយអាដាមខេត្តមានប្រសាសន៍បាញ់មិញតែមានអីខ្លះទៅយ៉ាងឲ្យអនុវត្តយ៉ាងដូចដែរទៅតកតងបញ្ហាការត្រួតពិនិត្យតាមផ្លូវតុលាការនេះគឺអាដាមកើតរិទ្ធបានបញ្ជាក់ជូនថាជាវិធានការមួយសំខាន់ដែរបន្ទាប់ពីវិធានការឃុំខ្លួនបណ្ដោះអាសន្នព្រោះថានេះជាការធានាដើម្បីឲ្យជនត្រូវចោទមកបង្ហាញខ្លួននៅចំពោះមុខតុលាការអញ្ចឹងបើយើងពិនិត្យមើលទៅលើខ្លឹមសារថាការដាក់ឲ្យស្
ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះគឺជាពាក្យមួយថ្មីដែលនៅក្នុងនីតិវិធីច្បាប់ព្រហ្មទណ្ឌឆ្នាំនីតិវិធីព្រហ្មទណ្ឌឆ្នាំ1993អត់មានចែងទេពាក់ព័ន្ធបញ្ហានេះព្រោះបញ្ហាដែលកំណត់ធានាអំពីសេរីភាពអំពីការបង្ហាញខ្លួនរបស់ជនត្រូវចោទនោះគឺថាគឺនៅក្នុងច្បាប់ឆ្នាំ1993គឺធ្វើតែវិធានការមួយទេគឺការឃុំខ្លួនបណ្ដោះអាសន្នចំពោះអត្ថន័យនៃពាក្យនេះតើវាមានន័យថាម៉េចគឺថាសំដៅទៅលើការឲ្យចៅក្រមជាអ្នកចាត់ចែងលើជនត្រូវចោទនៅក្នុងការរឹតបន្តឹងលើសេរីភាពឬក៏យើងអាចនិយាយថាកំហិតនៅសេរីភាពរបស់បុគ្គលដែលជាជនត្រូវចោទនោះព្រោះថាបើសិនជាយើងយកវិធានការឃុំខ្លួនបណ្ដោះអាសន្នជាវិធានការមួយដែលដកហូតនៅសិទ្ធិសេរីភាពរបស់បុគ្គលយ៉ាងច្រើនហើយបញ្ហាការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការគ្រាន់តែជាការបន្តឹងសេរីភាពទេគឺមានន័យថាឲ្យបុគ្គលនៅខាងក្រៅធម្មតាដូច្នេះបើយើងពិនិត្យមើលទៅនៅក្នុងមាត្រា203គឺមិនប៉ះពាល់ដល់សេរីភាពបុគ្គលច្រើនទេដោយសារមាត្រា203បានបញ្ជាក់អំពីគោលការណ៍សេរីភាពរបស់ជនត្រូវចោទបាទអញ្ចឹងនៅក្នុងការរៀបចំលើកឡើងសម្រាប់ធានានៅសេរីភាពរបស់ជនត្រូវចោទនៅពេលនេះគឺថាច្បាប់ក្រមនីតិវិធីព្រហ្មទណ្ឌនេះបានរៀបចំនៅនីតិវិធីមួយថ្មីនេះដែលជាចំណុចសំខាន់នេះជានៃខ្លឹមសារដែលសំខាន់ហើយក្នុងគោលដៅ4សំខាន់ដែលខ្ញុំពិនិត្យឃើញនៅក្នុងការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះគឺគោលដៅ4ទី1គឺធានាឲ្យជនត្រូវចោទមកបង្ហាញខ្លួននៅចំពោះមុខតុលាការចំណុចទី2គឺជាការបន្ថយនៅសេរីភាពឬក៏រឹតបន្តឹងនៅសេរីភាពរបស់ជនត្រូវចោទនៅសកម្មភាពមួយចំនួនដើម្បីធ្វើយ៉ាងណាជៀសផុតកុំឲ្យមានការបន្តបង្កើតបទល្មើសតទៀតហើយគោលដៅទី3គឺដាក់កំហិតនៅការព្យាបាលផ្នែកសង្គមឬក៏មួយទៀតយើងអាចនិយាយថាផ្នែកវិទ្យាសាស្ត្រមួយទៀតគឺដាក់ប្រាក់ធានាឬក៏ប្រាក់តម្កល់ដើម្បីធានានៅក្នុងការសងការខូចខាតដល់ជនរងគ្រោះដែលអាចកើតមានជាយថាហេតុនេះគឺគោលដៅ4សំខាន់បាទចា៎ហើយនៅក្នុងការស្ថិតក្រោមការពិនិត្យការត្រួតពិនិត្យរបស់តុលាការនេះដែរតើយើងមាននៅមានលក្ខខណ្ឌអ្វីខ្លះដែរដែលយើងត្រូវតែបំពេញបាទនៅក្នុងការដាក់ឲ្យត្រួតពិនិត្យតាមផ្លូវតុលាការនេះគឺថាមានលក្ខខណ្ឌមួយសំខាន់បំផុតគឺថាជនត្រូវចោទដែលត្រូវដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះជាជនដែលត្រូវបានចោទប្រកាន់ពីបទល្មើសដែលអាចត្រូវផ្ដន្ទាទោសដែលគេថាដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារបាទព្រោះថាច្បាប់កំណត់បើសិនជាយើងពិនិត្យឃើញថាបទល្មើសដែលចោទនោះវាមិនត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារទេអាហ្នឹងមិនអាចយកវិធានការនេះមកដាក់បានទេបាទតលថាមានទោសដាក់ពន្ធនាគារតែម្ដងគឺថាមិនអាចដាក់បាននេះគឺថាជាអំពើទេគេអត់មានថាកាត់គាត់ថាមានឬមិនទាន់មានទេណាព្រោះអានេះគឺស្ថិតនៅក្នុងដំណាក់កាលនៃការស៊ើបសួរនៅឡើយទេប៉ុន្តែគាត់ថាបើសិនគេចោទគាត់ពីបទល្មើសណាមួយហើយបទល្មើសនោះច្បាប់បានចែងថាត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារនឹងពេលនេះគឺថាអាចយកវិធានការនេះមកប្រើបានបាទហើយបញ្ហាសួរថាតើដាក់នឹងគឺមានកំណត់ពេលវេលាទេអត់ទេមិនដូចជានៅក្នុងការឃុំខ្លួនបណ្ដោះអាសន្នទេព្រោះឃុំខ្លួនបណ្ដោះអាសន្នមានកំណត់ថាបទល្មើសកម្រិតនេះត្រូវឃុំបានតែត្រឹមប៉ុណ្ណេះប៉ុន្តែនៅក្នុងបញ្ហារឿងដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះអត់កំណត់រយៈពេលទេប៉ុន្តែចៅក្រមស៊ើបសួរគាត់ក៏មានសិទ្ធិនៅក្នុងការសម្រេចកែប្រែទៅលើការដាក់វិធានការនេះដែរហើយមួយទៀតគាត់ក៏អាចលុបបានដែរបាទលុបកែប្រែឬក៏បន្ថែមនៅកាតព្វកិច្ចដែលដាក់ហើយខ្ញុំសូមបញ្ជាក់ជូនអំពីកាតព្វកិច្ចនៃការដាក់ត្រួតពិនិត្យតាមផ្លូវតុលាការនេះគឺថាតើវាមានស្អីខ្លះគឺនៅក្នុងមាត្រា223ខ្ញុំសូមអនុញ្ញាតអានជូននៅចំណុចសំខាន់ដែលនៅក្នុងមាត្រានេះចែងអំពីកាតព្វកិច្ចដែលតុលាការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការមាត្រា223បានបញ្ជាក់ថាការត្រួតពិនិត្យតាមផ្លូវតុលាការមានអានុភាពបង្គាប់ជនត្រូវចោទដែលនៅក្រៅឃុំគោរពកាតព្វកិច្ចមួយឬច្រើនដូចតទៅ
មួយមិនត្រូវចេញក្រៅព្រំប្រទល់ដែនដីកំណត់ដោយចៅក្រមស៊ើបសួរពីរមិនត្រូវផ្លាស់ប្ដូរលំនៅឋានដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ3មិនត្រូវទៅកាន់ទីកន្លែងខ្លះដែលកំណត់ដោយចៅក្រមស៊ើបសួរ4ត្រូវចូលបង្ហាញខ្លួនតាមការកំណត់នៅអង្គភាពនគរបាលឬកងរាជអាវុធហត្ថដែលចាត់តាំងដោយចៅក្រមស៊ើបសួរ5ត្រូវត្រូវឆ្លើយតបទៅនឹងការកោះហៅពីគ្រប់បុគ្គលដែលចាត់តាំងដោយចៅក្រមស៊ើបសួរ6ប្រគល់ជូនដល់ការិយាល័យក្រឡាបញ្ជីគ្រប់ឯកសារបញ្ជាក់អំពីអត្តសញ្ញាណ7មិនត្រូវបើកបររថយន្ត8មិនត្រូវទទួលឬក៏ជួបបុគ្គលមួយចំនួនដែលចង្អុលបង្ហាញដោយចៅក្រមស៊ើបសួរ9ដាក់ប្រាក់ធានាដែលចំនួនប្រាក់ធានានិងធរៈវេលាបង់ប្រាក់នេះត្រូវបានកំណត់ដោយចៅក្រមស៊ើបសួរដោយផ្អែកទៅលើធនធានរបស់ជនត្រូវចោទ10មិនត្រូវកាន់កាប់ឬយកតាមខ្លួននៅអាវុធត្រូវប្រគល់ជូនដល់ការិយាល័យតុលាបញ្ជីនៅអាវុធដែលជនត្រូវចោទកាន់កាប់11ត្រូវប្រគល់ខ្លួនឲ្យពេទ្យពិនិត្យព្យាបាលនិងជាយថាហេតុដាក់ឲ្យស្ថិតនៅក្រោមរបបព្យាបាលរោគក្នុងមន្ទីរពេទ្យ12មិនត្រូវធ្វើសកម្មភាពខាងវិជ្ជាជីវៈគឺថា12ចំណុចនេះគឺជាវិធានការដែលតុលាការអាចដាក់បានមួយណាក៏បានក្នុងចំណោម12មានន័យថាមួយឬពីរឬច្រើនពីជាងហ្នឹងក៏បានដែរដូច្នេះគាត់បញ្ជាក់ជូនថាមិនមែន12ហ្នឹងដាក់ទាំង12ទេគឺថាអាចរើសមួយនៅក្នុងចំណោម12ដែលតុលាការយល់ឃើញថាសកម្មភាពឬក៏អំពើដែលនៅក្នុងចំណោម12នេះជាចំណុចដែលពាក់ព័ន្ធទៅនឹងអំពើរបស់ជនល្មើសដែលមិនត្រូវធ្វើតទៅទៀតព្រោះធ្វើទៅវាអាចប៉ះពាល់ទៅដល់កម្មភាពអំពើល្មើសតទៀតបាទតាមប្រសាសន៍របស់អាយដាមអំបញ្ញមិញនេះនាងខ្ញុំមានការចាប់អារម្មណ៍ទៅលើចំណុចមួយគឺនៅក្នុងឱកាសដែលជនត្រូវចោទនឹងស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការគឺគាត់មិនអាចចេញទៅក្រៅព្រំប្រទល់ដែនដីដែលកំណត់ដោយចៅក្រមស៊ើបសួរទេក៏ប៉ុន្តែបើសិនជាមានករណីពិសេសដែលគាត់ត្រូវចេញទៅក្រៅដែនដីនេះដូចជាមានជំងឺធ្ងន់ធ្ងរជាដើមតើគាត់អាចមានសិទ្ធិសុំចេញទៅបានបាទសូមស្ថិតនៅនៅក្រៅការត្រួតពិនិត្យរបស់តុលាការបានដែរទេបាទសូមអរគុណតាមពិតវិធានការដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការនេះគឺថាភាគីដែលជនត្រូវចោទហ្នឹងឬក៏បរិញ្ញាក៏ដោយក៏គាត់មានសិទ្ធិប្តឹងសុំកែប្រែដែរបាទអញ្ចឹងអ្វីដែលលោកស្រីពិធីការនីបានលើកឡើងគឺថាជនត្រូវចោទពេលដែលគាត់មានករណីអញ្ចឹងគាត់ត្រូវតែប្តឹងសុំទៅចៅក្រមស៊ើបសួរនៅក្នុងការកែប្រែឬកាតព្វកិច្ចនេះព្រោះថាចៅក្រមស៊ើបសួរនៅពេលដែលគាត់ចេញដីកានេះគឺគាត់បានដាក់កាតព្វកិច្ចច្បាស់លាស់នៅក្នុងដីកានេះបញ្ជាក់ថាតើកាតព្វកិច្ចណាខ្លះដែលជនត្រូវចោទត្រូវធ្វើអញ្ចឹងពេលដែលគាត់ចង់បានដកនៅកាតព្វកិច្ចណាមួយឬកែប្រែកាតព្វកិច្ចណាមួយគឺគាត់ត្រូវតែដាក់ពាក្យប្តឹងសុំទៅចៅក្រមស៊ើបសួរហើយចៅក្រមស៊ើបសួរគឺគាត់ត្រូវសម្រេចក្នុងរយៈពេល5ថ្ងៃបាទគឺថាពេលដែលគាត់ទទួលពាក្យបណ្ដឹងមកគាត់ត្រូវសម្រេចក្នុងរយៈពេល5ថ្ងៃចា៎ហើយដូចគ្នាដែរមិនមែនថាតែត្រឹមតែជនត្រូវចោទទេបរិញ្ញាក៏ដូចគ្នាដែរបាទក៏គាត់មានសិទ្ធិក្នុងការប្តឹងសុំឲ្យចៅក្រមស៊ើបសួរកែប្រែឬក៏បន្ថែមនៅកាតព្វកិច្ចណាមួយទៀតក៏បានដែរបាទហើយការសម្រេចដូចគ្នាគឺថាចៅក្រមស៊ើបសួរត្រូវតែសម្រេចក្នុងរយៈពេល5ថ្ងៃដោយមានសំអាងហេតុបើសិនជាចៅក្រមស៊ើបសួរមិនសម្រេចក្នុងរយៈពេល5ថ្ងៃទេគឺថាជនត្រូវចោទដែលជាអ្នកប្តឹងឬក៏បរិញ្ញាដែលជាអ្នកប្តឹងគាត់មានសិទ្ធិដឹងទៅសភាស៊ើបសួរឲ្យសម្រេចជំនួសចៅក្រមស៊ើបសួរវិញបាទប៉ុន្តែប្រយ័ត្នចំណុចមួយដែលលោកស្រីបានលើកឡើងថាបន្ទាន់ហើយខ្លួនអត់ប្តឹងសុំអាហ្នឹងគឺថាពេលដែលគាត់មិនអនុវត្តតាមកាតព្វកិច្ចនេះដោយឯកឧត្តមកើតរិទ្ធបានលើកបញ្ជាក់ពីខាងដើមគឺថាគាត់កិច្ចវេះនៅក្នុងការអនុវត្តកាតព្វកិច្ចនេះដោយចេតនាគឺថាចៅក្រមស៊ើបសួរនៅពេលនេះគាត់ប្រើវិធានការថ្មីគឺថាគាត់សម្រេចដាក់ឲ្យសម្រេចឃុំខ្លួនជាបណ្ដោះអាសន្នតែម្ដងបាទចំពោះនីតិជនគឺថាគាត់ត្រូវជាប់ឃុំក្នុងរយៈពេល4ខែបាទហើយអនិច្ចជនគឺ2ខែពេលនេះគឺថាអត់បានមិនចាំបាច់គិតអំពីប្រភេទនៃទោសឬក៏អបរមានៃទោសទណ្ឌកម្មទេគឺថាពេលនេះគឺថារយៈពេលឃុំខ្លួន4ខែនិងចំពោះនីតិជននិងអនិច្ចជន2ខែបាទ
ចាចំពោះការដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការតើច្បាប់អនុញ្ញាតឲ្យអនុវត្តទៅលើអនិច្ចជនដែរឬទេបាទអនិច្ចជនបើសិនជាអនិច្ចជនក្រោម14ឆ្នាំអត់អាចធ្វើបានទេប៉ុន្តែអនិច្ចជនចាប់ពី14ទៅក្រោម18ឆ្នាំគឺថាចៅក្រមអាចជ្រើសរើសយកវិធានការនេះធ្វើបានបាទច្បាប់អនុញ្ញាតចាជាចុងក្រោយតើអាយដាមកើតរិទ្ធមានអ្វីជាបន្ថែមនៅក្នុងវិធានបទរបស់នេះថ្ងៃនេះអរគុណពលលោកស្រីវិធីការនេះដោយអាយដាមមុនហ៊ុនបញ្ជាក់ចំណុចចុងក្រោយអញ្ចឹងគឺយើងឃើញថាវិធានការនៃការដាក់ឲ្យសិទ្ធិនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះវាជាវិធានការមួយដែលកម្រិតទៅលើសេរីភាពមួយចំនួនប៉ុន្តែជនត្រូវចោទគាត់នៅក្រៅឃុំចាអញ្ចឹងហើយវាត្រូវជាមួយគោលការណ៍មួយដែលចែងក្នុងមាត្រា203នៃក្រមនីតិវិធីព្រហ្មទណ្ឌដែលចែងថាជាគោលការណ៍គឺសេរីភាពហើយបើឃុំតែករណីចាំបាច់ទេចាអញ្ចឹងក្នុងករណីនេះគឺយើងឃើញថានៅក្នុងគោលដៅនៃការឃុំវាមានច្រើនចំណុចយើងឃើញថាពេលខ្លះឃុំដើម្បីកុំឲ្យជននឹងរត់គេចខ្លួនឲ្យគាត់ស្ថិតនៅក្នុងការឃុំក្រុងរបស់តុលាការហើយឲ្យគាត់ស្ថិតនៅក្នុងការចំណាត់ការរបស់នីតិវិធីតុលាការអញ្ចឹងមុនពេលដែលចៅក្រមគាត់សម្រេចអំពីការឃុំខ្លួនហ្នឹងគាត់ត្រូវថឹងថ្លែងអំពីថាបើសិនជាគាត់ប្រើវិធានការនៃការដាក់ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការអាចរក្សាជននឹងស្ថិតនៅក្នុងចំណាត់ការនីតិវិធីបានគាត់មិនគួរធ្វើការសម្រេចការឃុំខ្លួនបន្តសន្តិទេអញ្ចឹងគោលការណ៍ហ្នឹងវាបំពេញគ្នាទៅវិញទៅមកម្យ៉ាងទៀតក្នុងស្មារតីហ្នឹងការឃុំខ្លួនបន្តសន្តិហើយនឹងវិធានការនៃការត្រួតពិនិត្យហ្នឹងជាទូទៅឃុំហ្នឹងគឺសម្រាប់បទល្មើសហ្នឹងយើងអាចថារៀងធ្ងន់តិចចុះចា៎ប៉ុន្តែបើសិនជាបទល្មើសនឹងវាស្រាលឧទាហរណ៍ដូចអត់បានបំពេញលក្ខខណ្ឌតាមមាត្រា204ដែលកំណត់ថាឃុំខ្លួនហ្នឹងត្រូវបទល្មើសផ្ដន្ទាទោសដាក់ពន្ធនាគារស្មើឬលើសពី1ឆ្នាំចា៎បើក្រុមហ្នឹងឃុំអត់បានទេអញ្ចឹងវិធានការដែលអាចរក្សាជននឹងស្ថិតនៅក្នុងការចំណាត់ការនីតិវិធីរបស់តុលាការបានគឺមានតែរឿងតាក់ទងជាមួយនឹងការដាក់ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការម្យ៉ាងទៀតយើងឃើញថាការណាដាក់វិធានការកាតព្វកិច្ចហ្នឹងដើម្បីធានាប្រសិទ្ធភាពគេថាម៉េចគេថាជននោះត្រូវគោរពកាតព្វកិច្ចហ្នឹងបើគាត់មិនគោរពទេគេដកកាតព្វកិច្ចហ្នឹងជំនួសវិធានការមួយទៀតបានតែដកវិធានការនៃការត្រួតពិនិត្យតាមផ្លូវតុលាការដោយជំនួសនៅវិធានការនៃការឃុំខ្លួនហើយដោយឯកឧត្តមមុនហ៊ុនបញ្ជាក់មិញហ្នឹងគឺច្បាស់ហើយថានៅពេលដកហ្នឹងគឺគេលែងគិតថាការឃុំខ្លួនមាត្រា204ថាផ្ដន្ទាទោសដាក់ពន្ធនាគារស្មើឬមួយក៏លើសពី1ឆ្នាំប៉ុន្តែបើសិនជាកិច្ចវេះគេអត់ចាំបាច់គិតកន្លែងហ្នឹងទេគេអាចសម្រេចឃុំខ្លួនបានហើយឃុំខ្លួននេះអាចមានរយៈពេល4ខែសម្រាប់និតិជនហើយ2ខែសម្រាប់និតិជនដោយអាដាម4ហ៊ុនបញ្ជាក់ហ្នឹងវាប៉ះបើគ្នាទៅវិញមកជាគោលការណ៍ជាវិធានការមួយដែលរំងាប់ឲ្យវិធានការនៃការឃុំខ្លួនបណ្ដោះអាសន្នប៉ុន្តែវាមិនប៉ះពាល់មិនច្រើនទៅដល់ការឃុំខ្លួនបណ្ដោះអាសន្នហើយវាជាវិធានការដោយអាដាម4ហ៊ុនបានគូបញ្ជាក់អញ្ចឹងគឺជាវិធានការថ្មីដែលចែងក្នុងក្រមនេះក្នុងគោលដៅដោយខ្ញុំបានបញ្ជាក់ជូនតាមរយៈមាត្រា203ចា៎បាទហើយចំណុចថ្មីក្នុងក្រមនេះគឺមានច្រើនណាស់ឧទាហរណ៍ដូចជាមិញខ្ញុំបានបញ្ជាក់ជូនអំពីការឃុំខ្លួនបណ្ដោះអាសន្នយើងឃើញថាជាក្រមស៊ើបសួរជាទូទៅក្នុងដំណាក់កាលស៊ើបសួរគាត់ជាអ្នកមានសមត្ថកិច្ចនៅក្នុងការសម្រេចអំពីការឃុំខ្លួនបណ្ដោះអាសន្ននេះប៉ុន្តែក្នុងច្បាប់យើងចែងឥឡូវចែងថ្មីជាងមុនគឺថានៃការសម្រេចឲ្យឃុំខ្លួនបណ្ដោះអាសន្នហ្នឹងតែឯងអត់មានអនុភាពមួយដោយអាដាមភៅសុភីបញ្ជាក់ជូនខាងដើមអញ្ចឹងថាអត់មានអនុភាពមួយឲ្យជននឹងត្រូវបានគេឃុំខ្លួនដោយពន្ធនាគារឬមណ្ឌលឃុំខ្លួនទេអញ្ចឹងចៅក្រមស៊ើបសួរគាត់ត្រូវចេញលិខិតពីរដាច់ពីគ្នាដែលក្នុងច្បាប់នីតិវិធីស្ដីពីនីតិវិធីព្រហ្មទណ្ឌឆ្នាំ1993គាត់ចេញដីកាមួយបានតែម្ដងតែឥឡូវអត់ទេគាត់ត្រូវចេញដីកាពីរខុសគ្នាចា៎ដីកាមួយគឺជាដីកាសម្រេចឲ្យឃុំខ្លួនបណ្ដោះអាសន្នដោយឆ្លងកាត់នៅដំណាក់ការតទល់គ្នាមួយចំនួនណាការឲ្យយោបល់ផ្សេងសេចក្តីសន្និដ្ឋានផ្សេងទើបគាត់សម្រេចបន្ទាប់ពីពេលដែលគាត់សម្រេចអំពីការឃុំខ្លួនហើយដើម្បីអាចយកជននឹងទៅដាក់ឃុំខ្លួននៅក្នុងពន្ធនាគារឬមណ្ឌលឃុំខ្លួនគឺចៅក្រមស៊ើបសួរត្រូវចេញដីកាមួយទៀតគឺដីកាបង្កប់ឲ្យឃុំខ្លួននេះឯងដែលដីកានេះមានអនុភាពបញ្ជាទៅដល់ប្រធានពន្ធនាគារឬមណ្ឌលឃុំខ្លួនឲ្យទទួលមិនត្រឹមទទួលយកទៅឃុំជននោះចា៎បាទទើបការឃុំខ្លួននោះស្របច្បាប់ហើយចំណុចកត់សម្គាល់មួយទៀតដែលខ្ញុំចង់ធ្វើការបញ្ជាក់ជូនផងដែរថាគឺពាក់ព័ន្ធជាមួយសំណួររបស់លោកស្រីពិធីការនេះនៅពេលដែលជនត្រូវចោទនឹងស្ថិតនៅក្នុងវិធានការនៃការត្រួតពិនិត្យតាមផ្លូវតុលាការក៏ដូចជាវិធានការនៃការឃុំខ្លួនបណ្ដោះអាសន្ននេះគឺគាត់មានសិទ្ធិមួយចំនួន
សិទ្ធិក្នុងការប្តឹងប្តឹងសុំប្តឹងសុំនេះចែកប្របែកវាជាពីរដូចខ្ញុំបញ្ជាក់ជូនខាងមុនខាងដើមហើយឯដល់មុនហ៊ុនក៏បានបញ្ជាក់ជូនបាញ់ដែរថាគឺគាត់សុំទៅជាក្រុមឲ្យកែប្រែវិធានការហ្នឹងឲ្យលុបវិធានការហ្នឹងលើកវិធានការចោលអាហ្នឹងជាជំរឿសមួយចា៎ប៉ុន្តែជំរឿសមួយទៀតនោះគឺជាជំរឿសដែលគាត់អាចប្តឹងតវ៉ាចំពោះសេចក្តីសម្រេចនេះតែម្ដងប្តឹងទៅណាគឺប្តឹងទៅសភាស៊ើបសួរនៃសាលាអូតូដែលនេះគឺជាកម្មវត្ថុនៃការពិភាក្សាក្នុងកម្មវិធីលើកក្រោយសូមអរគុណចាសម្រាប់អរគុណចំពោះការបកស្រាយរបស់ឯកឧត្តមចាលោកស្រីអ្នកនាងកញ្ញាទូទស្សនិកជនជាទីគោរពប្រសិនបើសិនជាលោកអ្នកមានចម្ងល់អ្វីទាក់ទងទៅនឹងច្បាប់ដែលស្តីអំពីក្រមនីតិវិធីព្រហ្មទណ្ឌឬមួយក៏ប្រធានបទជាបន្តដែលឯកឧត្តមទាំង3រូបបានបកស្រាយនោះលោកអ្នកអាចទាក់ទងមកកាន់ក្រសួងយុតិធម៌តាមទូរស័ព្ទលេខ017 78 97 97និងទូរស័ព្ទមួយទៀតគឺ016 75 85 85ចាក្រសួងយុតិធម៌នឹងមានមន្ត្រីដើម្បីឆ្លើយតបចំពោះចម្ងល់របស់លោកអ្នកហើយកិច្ចពិភាក្សារបស់យើងនៅក្នុងពេលនេះសូមបញ្ចប់តែត្រឹមនេះសូមថ្លែងអំណរគុណចំពោះការទស្សនារបស់លោកអ្នកសូមគោរពលា